សួស្តីបងប្អូនទាំងអស់គ្នាទីតាំងនេះគឺនៅភូមិច័ន្ទគិរីភូមិដំណក់ទឹកក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យទីតាំងហ្នឹងតាមពិតទៅដំបូងឡើយគឺអត់អីទេប៉ុន្តែរដ្ឋាភិបាលក៏ដូចជាថ្នាក់ក្រុងបានរៀបចំចាក់ដីហើយមិនដឹងថាបច្ចេកទេសយ៉ាងណាចាក់ហើយលឹបមេឃភ្លៀងពេលយប់អំបិលឥឡូវរាប់រយឬក៏រាប់ពាន់គ្រួសារម្ដុំនឹងច្រើនដែរភាគច្រើនគឺជាជនជាតិអ៊ីស្លាមផងដែរហើយឥឡូវហ្នឹងជាប់ហ្នឹងហើយមកតោក៏ជិះមិនបានដែរមនុស្សក៏ដើមកើតដែរញ៉េរញ៉ៃពេញនឹងអស់ហើយគ្មាននរណារស់ស៊ីធ្វើការស្អីកើតទេសេដ្ឋកិច្ចអីវល់អស់ហើយអញ្ចឹងទៅខ្ញុំក៏អត់ដឹងថាគួរនិយាយពីអីព្រោះរឿងទាំងអស់នេះវាជាជំនាញរបស់បងមន្ត្រីរាជការអឺអឺដល់តែចាក់រហូតដល់ដើរលែងកើតទៅហើយពិតជាអស់អីត្រូវនិយាយពិតជាអស្ចារ្យមែនទែនលុយឥឡូវខ្ញុំមិនដឹងធ្វើម៉េចខ្ញុំជាប់នៅក្នុងនឹងដែរឥឡូវធ្វើម៉េចបងប្អូនយើងអូអស្ចារ្យមែនទែនតែម្ដងជិះម៉ូតូជាប់ម៉ូតូដើរជាប់ជើងទៀតដូចនៅរក់ម៉ូតូនេះស្រូបជាប់ហើយទីតាំងនេះដឹងនៅណាក្រោយផ្ទះបោះឯអាដាមគៀតហ៊ុនហុលហូរដល់កហើយនិយាយទៅខ្ញុំវាមិនដែរឥឡូវបងប្អូននៅក្នុងនឹងបានអីញ៉ាំចេញទៅធ្វើអាជីវកម្មដោយរបៀបណាខ្ញុំពេលដែលខ្ញុំប្តឹងទៅសម្ដេចបវរធិបតីគឺប្តឹងអត់ចេះចប់អត់ចេះហើយទេព្រោះអារឿងទាំងអស់ហ្នឹងវាជារឿងកូនក្មេងធ្វើបានដល់ពេលដែលបងប្អូនយើងមន្ត្រីរាជការកាន់តែធ្វើគឺកាន់តែបំផ្លាញហ្នឹងហើយកាន់តែជួយកាន់តែបំផ្លាញសំទោសខ្ញុំមិនដឹងថាវាជារឿងផ្លាត់ស្នៀតឬក៏ពួកយើងត្រូវតែលះបង់តម្លៃប្រជាពលរដ្ឋដែលគួរតែទទួលបានមួយរយៈខ្លីតែខ្ញុំថាផ្លូវហ្នឹងបើសិនជាភ្លៀងនឹងនៅតែបន្តបងប្អូនដែលរស់នៅក្នុងភូមិដំណក់ទឹកហើយនឹងភូមិច័ន្ទគិរីទាំងអស់ហ្នឹងត្រូវរងចាំដល់ខែប្រាំងគឺ6ខែទៀតហ្នឹងចាំរកស៊ីឬក៏ចាំចេញពីផ្ទះបណ្ដោយឥឡូវហ្នឹងអាភូមិនឹងសាហាវមិនត្រឹមតែមនុស្សដើរម៉ូតូជិះកាត់ឬឡានធ្វើដំណើរឯងចំក្បាច់ក្បូរមែនម៉ូតូជិះកាត់ឡានធ្វើដំណើរអត់អីកាត់នេះយល់ហើយខ្ញុំគិតថាបើសិនជាកប៉ាល់ហោះឧទ្ធម្ភាគតិចជិះកាត់ពីលើនឹងស្រួលជាប់ទៀតឥឡូវបងប្អូនដែលតនេនៅក្រុងប៉ោយប៉ែតជិះទៅមើលមកជិះទៅហើយកាន់ទូរស័ព្ទថតម្នាក់មួយផងយើងមិនតម្រូវឲ្យនរណាទទួលទោសប៉ុន្តែគ្រាន់តែថាគិតផងបើមិនក៏ផ្ទះពួកគាត់ម្នាក់ធ្វើស្អាតម្លេះហើយអត់ដែលមានរឿងអញ្ចឹងហេតុអីក៏ផ្ទះអ្នកដទៃដែលពួកគាត់ធ្វើឲ្យមិនក៏វានេះអស់អាលីងអញ្ចឹងអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងជូនទៅឲ្យអារម្មណ៍ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងនោះមានផ្ទះប៉ូលីសផ្ទះមន្ត្រីរាជការដែរអត់ទេចេញទៅធ្វើការឲ្យខេត្តក្រុងកើតអត់ទេខ្ញុំមិនដឹងថាយើងវាដឹងស្រាប់ទៅហើយថាចាក់ដីវាប្រកាសជាមេឃភ្លៀងមកប្រកាសជាអញ្ចឹងហើយឥឡូវទៅដែរអូ